បងប្អូននេះដោយសារបន្លាងជាត្រឡប់ម៉ោង7ខ្ញុំចេញទៅបងឯសារពិសេសខ្ញុំនៅម៉ោង6ជាងត្រឡប់ម៉ោង6ជាងមួយទៅហើយចេញមករកបងទៅហើយបានមកបងនេះ2000 ថាបងប្អូននេះយើងមកទិញវីដេអូឆ្ងាយ7គីឡូដែរបងប្អូនបងខ្ញុំខាងក្រែមកដល់បងនៅមុខសេនដោបងបាទអរគុណបងឡើយថាយើងមកដល់ខ្ញុំឡើងមកក្រែមកវិញហើយយកនៅអូទៅខាងដល់ខាងបានបងទៀតហើយបងទី5នេះជាបងមួយក្រេះឥឡូវយើងបានទឹកដល់ខាងភ្ញៀវហើយបងចាំភ្ញៀវគាត់ចេញយកនេះយើងបានយ៉ាងថ្លៃដែរដោយសារបងប្រភេទទីក្រេះយើងបាន11500យកទៅពីឆ្កាដងយកទៅប្រជាលេខ3វាស្មើនឹង11គីឡូកន្លះឥឡូវយើងមកដល់ទីតាំងភ្ញៀវហើយក្រោយពីទម្លាក់បានឲ្យភ្ញៀវហើយខ្ញុំជិះម៉ូតូចេញមកក៏ឃើញពូម្នាក់គាត់បដើម៉ូតូទៅសួរគាត់ទៅគាត់ថាអស់សាំងយើងជួយរុញគាត់បានតែដោយសារគាត់បដើចេញដល់កន្លះខាងហើយដោយសារយើងអត់បងវិញគាត់ដើរទៅយើងជួយរុញគាត់ក្រោយពេលរុញគាត់ហើយខ្ញុំអង្គុយយូរបានមកបងនេះធំដែរធំមកបានធំជាងធំទៀតគាត់យកស្គូតមកឲ្យបិទនៅលើម៉ូតូក្រាបបងនេះយើងដឹកបានដូចជា6000ដែរយកពីទៅជិត3ទៅម្ដុំសាខេម៉ូនៅជិតសាខេម៉ូពីទម្លាក់បងហើយលើបានបងទៀតហើយដល់បងនេះខ្ញុំថាកាត់ទេដោយសារវានាទីវែងអញ្ចឹងខ្ញុំកាត់យកទៅកន្លែងមានបងទេព្រោះយើងគួយចាំយូរដែរសម្រាប់បានមកបងតិចបងដឹកមួយចំនួនគាត់ថាខ្ញុំសួរបងដឹកទៅអត់ទេតាមកាត់ខ្ញុំបានបងមួយដែរក៏ថាកាត់យកទៅកន្លែងបងទៅពីមកយើងទម្លាក់អវ៉ាន់ឲ្យភ្ញៀវហើយឥឡូវយើងបានបងទៀតហើយដោយសារពេលវារៀងស្គាល់បងដែរទៅលើប្រភេទម្ហូបអញ្ចឹងតែមកបងនេះទៅដល់ហាងគាត់ឲ្យចាំ10នាទីបងក្រែ5នេះមិនចាំបងឲ្យក្រោយពីយើងចាំគាត់10នាទីមិន
តិចដែរព្រោះចាំតាមពីភ្លឺរហូតដល់3ល្ងាចដែរព្រោះតាមពីម៉ោង5ខ្សែជាងរហូតដល់ម៉ោង6 10នាទីចិត្តកន្លះម៉ោងដែរបងដើម្បីហើយឡើងចូលបានបងទេព្រោះបងខ្លាចខ្ញុំបាត់បងរត់ឃើញគាត់ឃើញព្រោះឯហ្នឹងទឹកបាន20បងជាងដែរតែប្រហែលជាចប់ក្នុងវីដេអូប្រហែលជាអាចបានត្រឹម10បងជាងព្រោះទឹកបានដូចជា25បងដែរទី14យើងបានហើយយើងកំពុងចេញដឹកជូនភ្ញៀវហាងគាត់ឃើញយើងពាក់កាមេរ៉ាលើមួកហាងគាត់សូម follow page ខ្ញុំសូមអរគុណហាងដែលបាន follow page